ជាដំបូងនេះខ្ញុំសូមគោរពលោកគ្រូអ្នកគ្រូនៅសិស្សស្រីដែលកាន់មកភ័ក្រអរគ្នាជាទីគោរពនិងជាទីរាប់អានពួកខ្ញុំមកពីសាលាវិទ្យាល័យប្រាំងលោកកម្មវិធីសាលាជំនាន់ថ្មី NGA នេះខ្ញុំមានឈ្មោះថាហេសដាវដេដែលមកពីថ្នាក់ទី7ជិះនៅវិទ្យាល័យព្រះអង្គឌួងជំរាបសួរនេះគឺឈ្មោះអឿនច័ន្ទនិរតីជាសិស្សថ្នាក់ទី7ជិះនៅវិទ្យាល័យព្រះអង្គឌួងខាងសាលារៀនជំនាន់ថ្មីនេះខ្ញុំឈ្មោះណាមង្គលវត្តមីពួកខ្ញុំមកពីថ្នាក់ទី7B ដឹងទេមានកិច្ចការដើម្បីបង្ហាញបើនោះគឺប្រព័ន្ធនៃព្រះអាទិត្យដោយនៃប្រព័ន្ធព្រះអាទិត្យគឺមានចំនួនភពចំនួន8ដែលមានភពពុទ្ធភពអង្គារភពផែនដីភពសុក្រភពប្រហ័សភពសៅរ៍ភពអុយរ៉ានុសនិងភពនេបតូនភពដែលនៅជិតព្រះអាទិត្យគឺជាភពពុទ្ធហើយភពដែលនៅឆ្ងាយពីព្រះអាទិត្យគឺជាភពនេបតូនហើយក្នុងវិធីបងអូនតើមានផលវិបាកអីខ្លះដែលបងសាងសង់វាឡើងតើអាចជួបផលវិបាកតែទី1គឺវាថាវាពិបាកក្នុងការលេបពណ៌ហើយធ្វើច្រើនហើយនឹងហើយយើងធ្វើការកើដើម្បីបិទភ្ជាប់វាមានផលវិបាកដូចជាការរលាកដៃចង់ដើម្បីរៀបចំជាភពមួយលោកគ្រូដឹងថាដោយសារតែភពមួយគឺវាមានវិជាពីព្រះអាទិត្យមកដល់អញ្ចឹងវានៅចិត្តព្រះអាទិត្យចា៎អញ្ចឹងតាបងអូនមានការគណនាថាតើយើងត្រូវលេងកម្រិតប៉ុណ្ណាយើងលុយតាមបរិមាណខ្សែរបស់វាខ្សែកន្លងនឹងឯខ្សែកន្លងរបស់វានីមួយបន្ទាប់ពីបងអូនបានរៀបចំរចនាជីវភាពបែបនេះឡើងហើយក្នុងអារម្មណ៍បងអូនគឺថាចង់មុនតាំងពីតបែបហ្នឹងបន្តទៀតទេចង់ព្រោះអីយើងបានចែកចំណេះដឹងដល់បងនិងបងប្អូនដែលបានមកមើលហើយនឹងលោកគ្រូអ្នកគ្រូដល់ចំណេះដឹងផ្សេងបាទគ្រូសូមអរគុណច្រើនបងអូន